សួរបងប្អូនឥឡូវនេះខ្ញុំបានកំពុងតែចូលនៅប៉មបាទនៅប៉មស្ថិតនៅក្នុងរមណីយដ្ឋានភូមិបឹងតកួនបាទភូមិបឹងតកួននេះគឺស្ថិតនៅក្នុងភូមិសរសៃជ្រួយឃុំស្វាយដង្គមស្រុកស្អាងខេត្តកណ្ដាលបាទរយៈចម្ងាយប្រហែលជាខ្ទង់45ឬមួយក៏ចន្លោះ45ទៅ48គីឡូពីរាជធានីភ្នំពេញមកបាទដោយសារថាបរិយាកាសនៅថ្ងៃនេះល្អមែនទែនហើយទេសភាពនៅជុំវិញរមណីយដ្ឋានភូមិបឹងតកួននេះក៏ស្អាតដែរដូចបងប្អូនបានឃើញស្រាប់ហើយបាទថ្ងៃនេះខ្ញុំមានរឿងចង់ជម្រាបបងប្អូនក៏ដូចជាចង់លើកពីវិធានបទនិយាយអំពីដូចថាទីប្រឹក្សាការពិតទៅវីរៈជនឬមួយក៏មនុស្សដែលល្បីលើពិភពលោកឬមួយក៏អ្នកដឹកនាំប្រទេសឬមួយដឹកនាំទៅថាមហាអំណាចនៅលើពិភពលោកក្តីសុទ្ធតែគាត់មានទីប្រឹក្សារបស់គាត់មានទីប្រឹក្សាផ្ទាល់ខ្លួនរបស់គាត់ប៉ុន្តែទីប្រឹក្សាដែលល្អបំផុតសម្រាប់គាត់គឺមានតែប្រពន្ធគាត់ទេបាទប្រពន្ធគាត់មានន័យថាភរិយារបស់យើងហ្នឹងដូចជាទីប្រឹក្សារបស់យើងអញ្ចឹងនៅពេលដែលយើងចេញច្បាំងមានទ័ពដែលចេញច្បាំងឬមួយក៏យើងជាថ្នាក់ដឹកនាំប្រទេសឬមួយក៏យើងជាដូចថាថ្នាក់ដឹកនាំក្រុមហ៊ុនមួយនៅពេលដែលយើងចុះប្រតិបត្តិការនៅធ្វើការខាងក្រៅយើងអត់បានមើលខាងក្រោយខ្នងយើងទេប៉ុន្តែទីប្រឹក្សារបស់យើងគឺជាប្រពន្ធរបស់យើងហ្នឹងគាត់ជាអ្នកមើលដំណើររបស់យើងគាត់ជាអ្នករៀបចំក្បួនសិក្សារបស់យើងដើម្បីយើងវាយចេញច្បាំងទទួលបាននូវភាពជោគជ័យប្រពន្ធថាពិតទៅប្រៀបបីដូចជាមិត្តភក្តិដ៏ល្អរបស់យើងប្រៀបបីដូចជាដៃគូពាណិជ្ជកម្មល្អរបស់យើងហើយក៏ប្រៀបបីដូចជាបងប្អូនល្អរបស់យើងដែរមនុស្សម្នាក់មានទីប្រឹក្សាច្រើនអ្នកក្តីឬមួយក៏មានដូចថាអ្នកផ្ដល់អាវ៉ាត់ផ្ដល់យោបល់ច្រើនក្តីប៉ុន្តែជិះមិនផុតពីប្តីឬមួយក៏ប្រពន្ធខ្លួនឯងដែរគឺជាទីប្រឹក្សាមួយដែលល្អបំផុតផ្ដល់នៅយោបល់ល្អដែលអត់លាក់លៀមជីវិតមនុស្សស្រីថាពិតទៅគាត់ទទួលរងនៅសម្ពាធច្រើនមែនទែននៅពេលដែលគាត់នៅលាវគាត់មិនតមានគ្រួសារគាត់ដូចថាមានឱកាសច្រើនក្នុងការដូចថាធ្វើការងារក្តីឬមួយក៏មានពេលវេលាដើម្បីដូចថាដើរលេងឬមួយក៏រៀបចំខ្លួនប្រាំគាត់ប៉ុន្តែនៅពេលដែលគាត់ចូលដល់នឹមចំណង5អាការហើយមនុស្សស្រីគួរឲ្យមែនគាត់ត្រូវមានទួនាទីពោផ្ទៃផងមានទួនាទីរៀបចំថាកាតព្វកិច្ចនៅក្នុងគ្រួសារផងហើយមានកាតព្វកិច្ចច្រើនទៀតជីវិតមនុស្សស្រីការពិតទៅទាំងអ្នកម្ដាយខ្ញុំក៏ដូចជាអ្នកម្ដាយបងប្អូនឬមួយក៏ប្រពន្ធបងប្អូនឬមួយក៏ប្រពន្ធខ្ញុំក្តីគាត់គឺជាមនុស្សស្រីដែលគួរឲ្យអាណិតមែនទែនលើសពីនេះទៅទៀតហ្នឹងមនុស្សស្រីគឺគាត់មានឱកាសតិចនៅក្នុងការដូចថាស្គាល់ទៅតាមបរិយាកាសខាងក្រៅប៉ុន្តែដោយសារនេះយើងជាមនុស្សប្រុសយើងអត់ដែលមានទំនួលខុសត្រូវរបស់គាត់ទេមនុស្សស្រីគឺគាត់តែងតែចង់បានធ្វើជាម្ចាស់នៃលុយចងចាំថាមនុស្សស្រីទាំងអស់នៅលើពិភពលោកនេះគឺស្រឡាញ់លុយណាស់ស្រឡាញ់លុយមិនស្រឡាញ់លុយមានថាគាត់ចង់ធ្វើជាម្ចាស់លុយនៃគ្រួសាររបស់គាត់ប៉ុន្តែលុយនេះគឺគាត់អត់មានយកទៅណាទេគាត់ចង់ធ្វើជាម្ចាស់តែអាចទទួលនឹងដើម្បីចាត់ចែងនៅក្នុងគ្រួសាររបស់គាត់ឬមួយក៏គាត់ត្រូវការថាចាត់ចែងនៅក្នុងការចំណាយណាមួយប៉ុន្តែមនុស្សស្រីល្អគាត់មិនដែលយកលុយខ្ជះខ្ជាយក្រៅផ្លូវការអញ្ចឹងបងប្អូនទាំងគ្នាអញ្ជើញទស្សនាជាមួយខ្ញុំមកទៀតនៅឃុំបឹងតកួននេះតែដូចថាបរិយាកាសល្អមែនទែនហើយម្យ៉ាងទៀតក៏មានរមណីយដ្ឋានក៏ដូចជាមានខ្ចប់ដើម្បីយើងទទួលទានចំណីអាហារផងដែរ